อันนี้ก็ជាវីដេអូបន្ទាប់នៃការគូស wireframe សម្រាប់ app cafe មួយនៅកន្លែងនេះគឺជា home page បន្ទាប់មកខ្ញុំនឹងគូស detail មួយទៀតដែលជា detail page ពីដូចជា cafe មួយនៅពេលដែលគេចុចសញ្ញា plus នេះអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមគូស frame ឲ្យវាកន្លែងនេះវាក៏មានកន្លែង notification ដូចគ្នាខ្ញុំភ្លេចបើក grid
នៅកន្លែងនេះខ្ញុំនឹងធ្វើដាក់ icon មួយនេះធ្វើការទុក add ជា favorite stack កន្លែងនេះខ្ញុំ copy ពីកន្លែងនេះមកទៅកន្លែងនេះនឹងធ្វើការដាក់រូបមួយតិចពេកនៅកន្លែងផ្កាយមិញហ្នឹងគឺខ្ញុំចង់ដាក់វាជា rating ចឹងទៅយើងគុំយកអាវាមានពណ៌សអញ្ចឹងយើងត្រូវយកវាមានពណ៌នេះពណ៌អញ្ចឹងចឹងទៅនៅពេលដែលយើង fill វាអីគឺវាអាចចាំមិនប៉ុណ្ណេះមិញវាមានពណ៌នេះទាំងអស់គ្នាកន្លែងនេះខ្ញុំបានដាក់ផ្កាយហើយបំពេញពណ៌របស់វាហើយកន្លែងនេះខ្ញុំដាក់អក្សរកន្លែងនេះខ្ញុំគូសជាឡាញហើយ
នៅកន្លែងនេះវាជាកម្រាស់ផុសឡើងនឹងយើងចង់បានក្រាស់យើងដាក់ក្រាស់យើងដាក់ឲ្យច្រើនមកយើងចង់បានស្ដើងយើងដាក់តិចតិចទៅបាននេះអានោះវាទៅតាមកម្រិតដែលយើងកំណត់បន្ទាប់មកនៅកន្លែងនេះខ្ញុំនឹងទៅសេជា description ហើយនឹង size របស់វាបន្ទាប់មកខ្ញុំនឹងដាក់វាទៅអក្សរប៉ុណ្ណឹងចាស់ដែលបើសិនជាយើងអត់ដឹងថាយើងចង់ដាក់អក្សរនៅក្នុងនឹងជាអីទេយើងអាចplug in នៅកន្លែងនេះមកហើយយើងនឹងធ្វើការ download អក្សរ generate មកមួយនេះបន្តមកយើង run វានៅកន្លែងនេះវាអាច generate ជា sentence យើងចង់បានប្រហែល sentence ហើយនៅកន្លែងនេះវានឹង auto generate ទៅតាមអីដែលយើងកំណត់វាប៉ុន្មានយើងចុចមកនេះគឺវាអក្សរវានឹងលុបប៉ុណ្ណឹងនៅក្នុងដែនដែលយើងបានកំណត់តោះមកយើងដូរពណ៌ដូរ size របស់វាតាមនឹងទៅកុំឲ្យវាធំពេកកុំឲ្យវាតូចពេកជា medium វិញ នៅខាងក្រោមនេះខ្ញុំនឹងធ្វើការដាក់ size កន្លែងនេះខ្ញុំដាក់ size របស់វាចំពោះ SML នៅកន្លែងនេះខ្ញុំបានដាក់វាហើយជា size S មាន SML បន្ទាប់មកនៅកន្លែងនេះខ្ញុំនឹងដាក់ price វាហើយនឹងប៊ូតុងមួយ buy now អញ្ចឹងនៅកន្លែងនេះខ្ញុំបានបន្ថែមវាហើយនេះជាប៊ូតុង buy now មួយនេះជា price ខ្ញុំក៏បានដាក់វាដូចគ្នាហើយដើម្បីយើងចង់មើលលទ្ធផលវាថាវានឹងចេញមកបែបណាអញ្ចឹងទៅយើងអាចចុចនៅកន្លែងនេះមក
ពេលនឹងចេញមកប៉ុណ្ណឹងអូខេអីទេចឹងwireframe យើងពី app cafe គឺមានប៉ុណ្ណឹង